ត្រង់ប្រាសាទអង្គរវត្តកសាងឡើងក្នុងរាជព្រះបាទសូរ្យវរ្ម័នទី2សោយរាជពីឆ្នាំ1113ដល់ឆ្នាំ1150នៃគ្រិស្តសករាជទ្រង់មានព្រះបរមនាមថាព្រះបាទទូលីចេនវរៈកុមារតេអានុស្រីសូរ្យវរ្ម័នទេវរាជប្រែជាខែប្រភាសាថាព្រះបាទតែនដីខាងជើងព្រះកម្រងតេអានុស្រីសូរ្យវរ្ម័នទេវរាជព្រះអង្គជាក្សត្រដ៏អស្ចារ្យដែលបានកសាងប្រាសាទអង្គរវត្តដែលជាបុរាណស្ថានសំណង់ស្ថាបត្យកម្មដ៏ល្បីល្បាញបំផុតនិងជាអច្ឆរិយវត្ថុមួយដ៏មហស្ចារ្យលើពិភពលោកព្រះអង្គជាព្រះមហាក្សត្រឆ្នើមពូកែលើកកិច្ចការទូតនយោបាយក្រៅប្រទេសការធ្វើសក្តិសង្គ្រាមការច្បាំងវាយពង្រីកទឹកដីនិងក៏ជាស្ដេចនៃគោលសិល្បៈគុណខ្មែរដូចជាគុណរបស់កតោដែលត្រូវបានគេជឿជាក់ថាបង្កើតឡើងដោយព្រះបាទសូរ្យវរ្ម័នទី2ព្រះអង្គបានបង្កើតច្បាប់កងទ័ពក្បួនវិជ័យសង្គ្រាមនិងបានបែងចែកកងទ័ពជាច្រើនក្រុមដូចជាទ័ពថ្មើរជើងទ័ពលំបែងទ័ពសេះទ័ពដំរីនិងទ័ពព្រួយតាមការសន្និដ្ឋានព្រះអង្គមានកងទ័ពប្រមាណជា200,000នាក់និងទ័ពដំរីប្រមាណជា10,000ក្បាលជាចំនួនទ័ពដំរីក្នុងតំបន់ដែលធ្វើឲ្យព្រះអង្គអាចពង្រីកវិសាលភាពទឹកដីបានធំទូលាយនិងជាមហាអំណាចមួយក្នុងតំបន់ដែលគេគ្រប់គ្នាស្គាល់ថាជាចក្រភពខ្មែរ